រឿងក្អែកមួយជាក្អែក10កាលពីព្រេងនាយមានបុរសពីរនាក់ម្នាក់ឈ្មោះអាខិលម្នាក់ទៀតឈ្មោះអាខូចនៅស្រុកទីតីពីគ្នាគំនិតដៃខ្លួនអាខូចជួអាចដាក់ពេញពាងមួយហើយយកអាចលាក់បិទចិត្តយ៉ាងល្អមិនឲ្យក្លិនចេញក្រៅបានអាខិលធ្វើកំបិតមួយមានផ្លែប៉ុនចង្កឹះអកកំបោរដងប៉ុនកដៃស្រោមធំវែងប្រហែលមួយលុកអាខិលស្ពាយកំបិតនោះដើរទៅលក់ឯអាខូចក៏ពូនពាងអាចនោះដើរទៅលក់ដែរអាខិលទៅពីនេះអាខូចមកពីនោះជួបគ្នាកណ្ដាលផ្លូវអាខូចពពាយនាយថាអ្នកអើយទិញផ្អកយកទៅពិសាផ្អកចាវយ៉ាងល្អស្ងោរក៏បានចំហុយក៏បានឆ្ងាញ់របស់ខ្ញុំណាស់អាខិលឆ្លើយថាទាស់តែលក់ដាវខ្ញុំមិនដាច់គ្មានលុយទិញបើដូរជាដាវនេះព្រមដូរឬទេអាខូចឃើញដាវនោះវែងក៏ឆ្លើយថាដូរក៏ដូរអាខិលប្រគល់ឲ្យអាខូចហើយអួតថាដាវខ្ញុំនេះមុតបំផុតមេដែករបស់ខ្ញុំផងបើត្រូវការសុំហូតកាប់តែម្ដងអ្នកឯងកុំប្រញាប់ហូតមើលបើហូតលោព្រើលសោកទៅវិញមិនចុះទេដាវខ្ញុំពូកែខ្ញុំស្ដាយរបស់ខ្ញុំណាស់បើគុំតែខែនេះក្រមហូបពេកគុំអីខ្ញុំមិនដូរទេអាខូចក៏ប្រគល់ពាងអាចឲ្យទៅអាខិលហើយហាមថាផ្អកខ្ញុំនឹងក៏ដែរដល់ពេលស៊ីសុំបើកយកមកចំហុយកុំអាលបើកមើលក្រែងវាស្អុយរុយបែងក្រែងវាធំខ្សោះស៊ីមិនទាន់អស់វាទៅជាខានឆ្ងាញ់នឹកឃើញជីដូនជីតាបានតែខ្វៀកស៊ីទៅអាទាំងពីរបែកគ្នាទៅដល់ផ្ទះរៀងខ្លួនហើយទឿនប្រពន្ធកូនថាដាំបាយទៅអញបានផ្អកប្រពន្ធថាបានផ្អកពីណាអាខិលនិយាយថាដូរដាវគេថាផ្អកចាវគេឆ្ងាញ់ពិសាណាស់ប្រពន្ធក៏អពេញចិត្តនឹកថាប្តីចេះធ្វើកំបិតដូរផ្អកស្ទុះផ្លេតទៅលាងចានដួសបាយហើយកាន់កំបិតយ៉ាងកំរិលក៏កិលទៅចិត្តពាងផ្អកយកកំបិតកោះអាចលាក់នោះបើកឡើងហើយលុកឃ្វាបានមួយក្តាប់ដាក់ផ្លាប់ទៅក្នុងចានសល់នៅដៃប៉ុន្មានក៏លិតផ្លាប់ភ្លក់មើលងើបមុខឡើងថាយីផ្អកចាវអីក៏ស្អុយដូចអាចគ្មានឆ្អឹងនឹងសាច់ក៏ខ្វីក៏ខ្វក់ម៉ត់ផងយ៉ាងហ្នឹងតើផ្អកត្រីអីប្តីថាក្រែងត្រីពោប្រពន្ធក៏លុកកោរាវរកក្បាលលុកបានពាក់កណ្ដាលក្អួតចង្អោ20វក់ដឹងជាក់ជាអាចមិនមែនផ្អកមកបន្ទោសទៅម្ចាស់ដើមឆ្អើមលេបបាយមិនរួចនិយាយអំពីអាខូចត្រេកអរណាស់ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថាអាចមួយពាងដូរបានដាវមួយដែរទទួលខឹងនឹងឆ្កែវានោមច្រាស់ស្លឹកគ្រៃកន្ត្រាក់ដាវលោតទៅដល់ដីបំរុងនឹងកាប់ឆ្កែសម្លាប់ក៏ចាប់ដកដាវហូតខ្វិចឃើញផ្លែដាវនោះកំពេចកិច្ចឡើងលើផ្ទះបង្ហាញប្រពន្ធមើលហើយសើចទាំងពីរនាក់សើចហើយប្រាប់ប្រពន្ធថាប្រាជ្ញាអានោះស្មើនឹងអញទៅបបួលវាធ្វើសម្លាញ់ក្រន់រកស៊ីពីរនាក់នឹងបានមាសប្រាក់ដោយងាយលុះទៅប្រទះឃើញនឹងអាខិលនៅមកពីនាយសើចពព្រាយនិយាយសួរថាឯងទៅណាអា
ខលឆ្លើយថាអញមកសុំឯងធ្វើសម្លាញ់អាទី1ក៏ថាអញសុំឯងធ្វើខ្លោដែរហើយក៏សុខចិត្តដើរ2នាក់ទៅដល់ផ្ទះមហាសេដ្ឋីម្នាក់ចាស់ជរាឈឺស្លាប់គេដាក់ក្នុងក្តាមមឈូសបំរុងបូជាថ្ងៃស្អែកចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នាវេលានោះអាទាំងពីរស៊ើបសួរអ្នកដើរខាងក្រៅថាអ្នកណាស្លាប់បានជាគេយំគេប្រាប់ថាមហាសេដ្ឋីស្លាប់អាទាំងពីរអ្នកគិតគ្នាថាឯងត្រូវខ្លែងសម្បត្តិមួយច្បាប់ទៅប្រាប់ថាសម្បត្តិសេដ្ឋីឲ្យមកយកទ្រព្យរបស់អញបន្លំលោភចូលដេកក្នុងមឈូសអមពីលើខ្មោចសេដ្ឋីស្ដីតបនឹងឯងហើយក៏បន្លំដេកដូចគំនិតអ្នកនៅចិត្តមិនបានឃើញមិនបានដឹងត្បិតភ្នែកខំសម្លឹងប្រឹងឆ្ងោកមើលក្តារសូត្រព្រះធម៌កូនចៅតូចធំរវល់តែយំសោកអាខូចដើរទៅរកក្រដាសបានធ្វើសម្បត្តិខ្លែងកាន់ដើរទៅសម្ដែងសូត្រឲ្យគេស្ដាប់សម្បត្តិអំពីមហាសេដ្ឋីប្រាប់ថាចៅខូចកំសត់តាំងពីតូចជាកូនធម៌ឥឡូវឪពុកជរាហើយកូនអើយកូនទៅយករបស់ទ្រព្យទុកចាយឲ្យសប្បាយចិត្តចោះកូនចៅប្រុសស្រីគេមិនសុខចិត្តព្រោះត្បិតគ្មានត្រាហត្ថលេខាសេដ្ឋីអាខូចឆ្លើយថាខ្ញុំសូមសន្យានឹងអស់កូនចៅអញ្ជើញទៅហៅទៅសួរលោកចោះបើលោកស្ដីនោះខ្ញុំត្រង់ពិតបើលោកស្ងៀមនោះខ្ញុំខ្លែងបញ្ឆោតទេកូនសេដ្ឋីចូលភ្លាមទៅស្រែកហៅឪពុកអាខលឆ្លើយថាកូនសួរថាឪពុកបានឲ្យសម្បត្តិទៅកូនធម៌មកយករបស់មែនឬអាខលថាកូនអញឈ្មោះខូចវាមកហើយឬកូនឆ្លើយថាទៀនប្រុសមកហើយអាខលថាមើលយករទេះមួយធំក្របីមួយនឹមទឹមរទេះនោះហើយយកមាសប្រាក់កែវកងសម្ពុតអាវវាល់ផ្ទុកនឹងក្នុងរទេះឲ្យល្មមតែក្របីនោះអស់រួចបានប៉ុន្មានឲ្យវាយកទៅចោះកូនចៅស្រីប្រុសចាញ់ឧបាយកលអាខិលអាខូចក៏ខឹងខ្មោចសេដ្ឋីស្លាប់ហើយចេះស្ដីហៅពេញជាអស្ចារ្យឥឡូវនឹងបើកក្តាមមើលឲ្យច្បាស់ចាស់ហាម5ថាមើលមុខខ្មោចមិនបានខ្លាចដេកយប់ទៅមើលមាយម្លោះហើយក៏ជឿជាក់យកមាសនឹងប្រាក់សម្ពុតអាវសម្លៀកបំពាក់និងកន្ទេលពុកខ្នើយហើយថែមទុកថាសចានល្អអំបិលប្រហុក4ក្រឡអង្ករ5ការុងដាក់ភ្លុងទៅឲ្យអាខូចអាខិលបង្វិលរទេះយ៉ាងធំជជែកយំទឹកភ្នែកឲ្យដឹងខឹងដោយបញ្ឆោតទាំងស្រីទាំងប្រុសហើយក៏ដឹកក្របីមួយនឹមទឹមរទេះប្រគល់ឲ្យអាខូចទៅអានេះត្រេកអរឡើងបររទេះចេញទៅអ្នកទាំងអស់ដែលនៅចេះតែជ្រួលមិនស្រួលព្រោះត្បិតខឹងនឹងស្ដាយអាខលលួចមើលនាយអាយលោភចេញព្រិចរត់តាមទៅបន្តិចក៏ទាន់រទេះហើយនិយាយគ្នាថាយើងបានទ្រព្យរបស់តែទាស់ឃ្លានបាយបើឈប់ដាំបាយនៅរៀងអាយក្រែងមិនស្ងាត់ខ្លាចចៅតាមមកស្ទាក់ប្លន់យកទ្រព្យសម្បត្តិមួយរទេះបើដូច្នេះឯងឈប់ចាំអញ
ទៅសុំបាយគេស៊ីខ្លះយកខ្លះមកឲ្យឯងអាមួយព្រមហើយអាមួយក៏ដើរទៅរកថ្នាំតាមផ្លូវយកមកលាយនឹងបាយឲ្យពលស្លាប់អន្តរាយនិងយកទ្រព្យសម្បត្តិរបស់ទាំងអស់តែម្នាក់ឯងអាមួយនៅចាំរទេះក៏ធ្វើស្ខ្នាដាក់ស្ទាក់ផ្លូវបំរុងឲ្យត្រូវអនុស្លាប់និងយកទ្រព្យសម្បត្តិតែម្នាក់ឯងដែរវេលានោះអាមួយទៅសុំបាយគេស៊ីរួចហើយក៏សុំមួយចានផ្ញើសម្លាញ់គេមិនកំណាញ់ក៏រកស្លឹកចេកខ្ចប់ឲ្យមានទាំងត្រីអាំងផងអានោះក៏លាហើយដើរចេញមកហើយយកថ្នាំប្រឡាក់បាយមកដល់ខាងអាយក៏ត្រូវនឹងខ្នាយនោះស្លាប់ទៅអាមួយដើរប្រញាប់ចាប់បាយស៊ីតើបត្រូវនឹងស្កាអសេរពឹសថ្នាំក៏ពលស្លាប់បន្ទាប់គ្នាឯក្របីនោះក៏អស់រទេះចូលព្រៃរតែរតោកទៅជ្រកក្នុងទឹកត្រពាំងប្រឆាំងដាច់ខ្សែទៀមដេកត្រាំទឹកទៅដល់វេលាព្រឹកមានបុរសម្នាក់ដើរទៅឃើញប្រទះរបស់ទាំងអស់នៅក្នុងព្រៃនឹកម្ដងភ័យនឹកម្ដងអរថាឯងអ្នកក្រមិនដែលប្រទះទ្រព្យច្រើនណាស់ដូច្នេះបើលៃលោបយកទៅជារបស់ខ្លួនក្រែងពុំបានសុខក៏រុញរទេះសម្រុកទៅទុកក្នុងព្រៃចង់ក្របីជាប់ត្រឡប់ទៅផ្ទះវិញហើយក៏ពិសោធន៍មាយាទប្រពន្ធដោយគិតថាបើប្រពន្ធមាយាទល្អនឹងយកទ្រព្យនោះទៅជារបស់ខ្លួនបើប្រពន្ធទៅមិនចេះលាក់នឹងយករបស់ទាំងអស់ទៅជួនរាជការផែនដីជាប្រយោជន៍ដើម្បីឲ្យតែសុខខ្លួនគិតហើយដើរដល់ផ្ទះក៏កុហកប្រាប់ប្រពន្ធថាអញជួអាចមិញមានសត្វក្អែកមួយហើរចេញអំពីក្តិតតែឯងអាណិតបិទមាត់ឲ្យឆឹងកុំឲ្យនរណាគេដឹងមួយជាពីរតែចូលត្រចៀកគេវាបែកការអាក្រក់ណាស់កើតមានជំនុំជម្រះសួរទៅសួរមកហើយគ្មានទាំងសាក់សីបានដឹងនឹងអាងក្រែងគេយកអញទៅឆ្កាងឬយកទៅដាក់គុកប្រពន្ធមិនលាក់ទុកក៏ដើរទៅប្រាប់គេថាមានក្អែកហើរចេញពីក្តិតប្តីអញតែឯងកុំមាត់ម៉ែមួយទៀតមិនអត់ទៅប្រាប់គេថែមទៀតក្អែក5ប្រាប់លើសមួយតគ្នាដរាបដល់ក្អែក10រឿងនោះក៏ច្រូតជ្រាបទៅដល់ព្រះមហាក្សត្រក្សត្រទ្រង់ចាត់ប្រើរាជអាមាត្យឲ្យស្រាវជ្រាវរកដល់បុរសនោះក៏ថ្វាយបង្គំគាល់ស្ដេចទ្រង់ឆ្ងល់ត្រាស់សួរថាមែនឬមិនមែនបុរសក្រាបទូលថាទូលព្រះបង្គំជាខ្ញុំកុហកប្រពន្ធចង់ដឹងចិត្តព្រោះត្បិតឃើញទ្រព្យច្រើនបុរសនោះរៀបរាប់ក្រាបទូលដូចខាងលើហើយក្រាបបង្គំលាទៅតឹងរទេះយកទ្រព្យមកថ្វាយស្ដេចទ្រង់ព្រះរាជទានឲ្យបុរសនោះពាក់កណ្ដាលរីឯនៅពាក់កណ្ដាលទៀតប្រគល់ជូនឃ្លាំង